មេតិកាសង្គមនេះក៏ជាផ្នែកមួយដែលជាឥទ្ធិពលយ៉ាងអាក្រក់ដល់សង្គមដែរដូចជាប្រើពាក្យអសុរោះនិយាយពាក្យហងហែងអញហើយអសុរោះមែនទែនដែលពេលខ្លះសំបីតែមនុស្សនៅក្នុងគ្រួសារហ្នឹងក៏អត់អាចឈាននិយាយដាក់គ្នាបានដែរតែនៅក្នុងអាមេតិកាសង្គមដែលគេមេតិកានៅក្នុងវីដេអូផ្សេងៗហ្នឹងគឺគេហ៊ានប្រើតែម្ដងដោយសំអាងថាវាគ្រាន់តែជាការសម្ដែងដូចជាអាត្មាមកឃើញករណីទូចមួយអ្នកធ្វើមេតិកាក្នុងបណ្ដាញសង្គមដែលជាការសម្ដែងដើម្បីតាក់ទាញលក់មេតិការបស់ខ្លួនតាមរយៈ view តាមរយៈអ្នកចូលមើលតិចអ្នកចូលមើលច្រើនអីយ៉ាងណាប៉ុន្តែមេតិកាសង្គមនេះក៏ជាផ្នែកមួយដែលជាឥទ្ធិពលយ៉ាងអាក្រក់ដល់សង្គមដែរដូចជាប្រើពាក្យអសុរោះនិយាយពាក្យហងហែងអញហើយអសុរោះមែនទែនដែលពេលខ្លះសំបីតែមនុស្សនៅក្នុងគ្រួសារហ្នឹងក៏អត់អាចឈាននិយាយដាក់គ្នាបានដែរតែនៅក្នុងអាមេតិកាសង្គមដែលគេមេតិកានៅក្នុងវីដេអូផ្សេងៗហ្នឹងគឺគេហ៊ានប្រើតែម្ដងដោយសំអាងថាវាគ្រាន់តែជាការសម្ដែងតែការសម្ដែងនេះដែលវាពោពេញទៅដោយហិង្សាពាក្យអសុរោះអីទាំងអស់នេះក៏ជាថ្នាលមួយដែលបណ្ដោះឲ្យចិត្តរបស់ពួកកុមារពួកយុវជនឬក៏មនុស្សចាស់ក៏ដោយតែមិនមានការអប់រំចិត្តហ្នឹងក៏អាចខឹងសម្បានដែរយើងឃើញនៅក្នុង comment ណាលោកចូលទៅមើលនៅក្នុងមេតិកាខ្លះមនុស្សអត់ដឹងអត់បានឆ្លោះជាមួយនឹងបានប្រើពាក្យយ៉ាងអសុរោះនៅក្នុងវីដេអូទាំងអស់ហ្នឹងដែលវីដេអូទាំងអស់ហ្នឹងគ្រាន់តែជាការសម្ដែង